បាទថ្ងៃនេះខ្ញុំសាងរួចបាន2អង្គទៀតហើយតួអង្គព្រះប្រណិនិងតួអង្គព្រះអង្គព្រះកច្ចាយណៈដែលសាងអំពីបញ្ញាក្អែកដើមកង្កោបបញ្ញានេះជារបស់បងប្រុសដែលបងប្រុសគាត់បានយកមកកំងជាតួអង្គព្រះប្រណិនិងមួយអង្គទៀតជាតួអង្គព្រះកច្ចាយណៈដែលជារបស់មិត្តភ័ក្តិបងប្រុសគាត់ផ្ញើយកមកឲ្យជួយឆ្លាក់ឲ្យគាត់បាទអញ្ចឹងក៏សូមថ្លែងអំណរគុណដល់បងប្រុសដែលជួយគាំទ្រនៅស្នាដៃជាងបញ្ញាដើមកង្កោបចាត់ទុកថាជារបស់មួយពិសេសហើយកម្រនឹងបានជួបណាស់យើងថាដើមក្រងកម្រដើមផ្សេងកម្រសម្រាប់ដើមកង្កោបនេះក៏កម្រដែរហើយល្បាញល្បីនៅក្នុងចំណោមអ្នកដែលគាត់គោរពទៅលើរបស់ស័ក្តិសិទ្ធិតាំងពីយូរមកហើយសម្រាប់ខ្ញុំជាជាងក៏កម្របានឆ្លាក់ញឹកញាប់ដែរចំពោះបញ្ញាក្អែកដើមកង្កោបនេះយូរបានជួបម្ដងយូរបានជួបម្ដងហើយសម្រាប់បងប្រុសនេះគឺដៃធំល្អណាស់ក៏យើងក៏កម្របានជួបបានដៃធំអញ្ចឹងណាដើមកង្កោបកម្រមានបញ្ញាមកតោងណាបាទគ្រប់ដើមកង្កោបទាំងអស់រាប់រយដើមខ្លះរកតែមួយក៏គ្មានដែរបាទកម្រិតនិយាយរួមកម្រនឹងជួបបញ្ញាក្អែកដើមកង្កោបបាទអញ្ចឹងយើងចាត់ទុកថាជារបស់មួយពិសេសខ្លាំងណាស់ហើយសម្រាប់ឥទ្ធិពលរបស់បញ្ញាក្អែកដើមកង្កោបនេះគឺប្រើបានដល់ទៅ100គុណឯណោះទី1គឺយើងផ្ដោតទៅលើស្នៃមុខបាទទី2ទៅលើការរស់ស៊ីបាទហើយការពារនៅសភាវៈដែលមិនល្អព្រោះបញ្ញាក្អែកដើមកង្កោបនេះអ្នកដែលមកតោងនៅនេះសិតតែមានសភាវៈដែលល្អភាគច្រើនគឺសិតតែសភាវៈល្អដែលមកឃុំក្រងនៅលើដើមបញ្ញានេះចឹងហើយបានកម្របានឃើញមានបញ្ញាតោងណាមិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងជួយលើករាសីនិងជួយបញ្ជៀសនៅរាល់ឧបសគ្គទៀតបាទចឹងយើងឃើញថាអត្ថប្រយោជន៍បាទនិងឥទ្ធិពលនៃបញ្ញាក្អែកដើមកង្កោបនេះគឺមានឥទ្ធិពលខ្លាំងក្លាណាស់បាទសម្រាប់តួអង្គដែលយើងសាងបាននោះមានតួអង្គព្រះពុទ្ធអង្គតួអង្គព្រះកច្ចាយណៈតួអង្គព្រះសីវលីនិងតួអង្គព្រះភក្ខនេនិងតួអង្គផ្សេងទៀតបាទអញ្ចឹងជាទីបញ្ចប់នៃចុងវីដេអូនេះដែរខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្រុសនិងមិត្តភ័ក្តិបងប្រុសនិងពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាហើយដែលជួយគាំទ្រនៅស្នាដៃជាងចម្លាក់ប្រម៉ែធរណីបាទសូមអរគុណ